ស្រ័យជាងកំដរជីវិតគឺជាការចែករំលែកកុំចេះតែឆ្លុះប្រកែកនឹងគ្នាធ្វើជាមនុស្សត្រូវចេះយោគយល់ដល់គ្នាគ្រប់គ្នាសុទ្ធតែជាមិនល្អកុំមកស្នាលើខ្លួនឯងត្រូវប្រឹងប្រែងរហូតមានលទ្ធផលដល់ដង្ហើមសំឡឹងមើលទៅលំហបងតើធ្វើអ្វីដែលត្រឹមត្រូវកាត់ទុកក៏ត្រូវរួមរីករាយក៏ត្រូវរួមហើយវាមិនជ្រើឲ្យខ្លួនឯងរស់ដោយរីករាយទៅថ្ងៃនេះអាចថ្ងៃសោកថ្ងៃក្រោយថាមិនត្រូវតែតស៊ូកុំបោះបង់ចោលក្តីស្រមៃតោះចាប់តាមថ្ងៃថ្មីសួស្តីព្រះអាទិត្យតតាំងឆាកជីវិតជាមួយនឹងស្នាមញញឹមមានអ្វីគួរឲ្យខ្លាចមិនក៏អស់សង្ឃឹមត្រូវតែហ៊ានញញឹមចាំឲ្យរូបខ្ញុំស្រែកជាងកំដរគូសង្សារតែឆ្លោះប្រកែកគ្នានេះគ្រាន់តែជារឿងមួយធម្មតាប៉ុន្តែបើទោះជាយ៉ាងណាស្នេហ៍ត្រូវតែមានចិត្តស្មោះសរឲ្យតែមានក្តីស្រមៃបើទោះបីថ្ងៃនេះអ្នកក្រីក្រឲ្យតែយើងនៅមានជីវិតរស់បន្តរឿងអ្វីក៏សល់អរគុណក៏ទុកក៏ត្រូវរួមរីករាយក៏ត្រូវរួមហើយវាមិនជ្រើឲ្យខ្លួនឯងរស់ដោយរីករាយទៅថ្ងៃនេះអាចថ្ងៃសោកថ្ងៃក្រោយថាមិនត្រូវតែតស៊ូកុំបោះបង់ចោលក្តីស្រមៃតោះចាប់តាមថ្ងៃថ្មីសួស្តីព្រះអាទិត្យតតាំងឆាកជីវិតជាមួយនឹងស្នាមញញឹមមានអ្វីគួរឲ្យខ្លាចមិនក៏អស់សង្ឃឹមត្រូវតែហ៊ានញញឹមចាំឲ្យរូបខ្ញុំស្រែកជាងកំដរតោះចាប់តាមថ្ងៃថ្មីសួស្តីព្រះអាទិត្យតតាំងឆាកជីវិតជាមួយនឹងស្នាមញញឹមមានអ្វីគួរឲ្យខ្លាចមិនក៏អស់សង្ឃឹមត្រូវតែហ៊ានញញឹមចាំឲ្យរូបខ្ញុំស្រែកជាងកំដរអរគុណច្រើនសូមអញ្ជើញមកម្ដងទៀត តន្ទា